ការពី70ឆ្នាំជាងមុនប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលក្រីក្របំផុតមួយនៅលើផែនដីដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយសង្គ្រាមកូរ៉េប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រទេសនេះបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសកលហើយការកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើលនេះជារឿយៗត្រូវបានគេហៅថាអភូតហេតុទន្លេហានដែលវាបានឆ្លុះបញ្ចាំងអំពីដំណើរដ៏អស្ចារ្យពីការបំផ្លិចបំផ្លាញទៅជាភាពរុងរឿងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីអត្ថន័យនៃអភូតហេតុទន្លេហាននិងរបៀបដែលប្រទេសកូរ៉េត្បូងបានងើបឡើងចេញពីផេះទៅជាមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកអញ្ចឹងដើម្បីបានដឹងពីរឿងរ៉ាវទាំងអស់នេះយើងត្រូវទៅមើលប្រវត្តិសាស្ត្រខ្លះៗរបស់ប្រទេសមួយនេះបន្ទាប់ពីសង្គ្រាមកូរ៉េចាប់ពីឆ្នាំ1950រហូតមកដល់ឆ្នាំ1953ប្រទេសកូរ៉េទាំងមូលគឺមានការបែកខ្ញែកចេញជាពីរគឺប្រទេសកូរ៉េត្បូងនិងប្រទេសកូរ៉េជើងហើយសំណល់ភ្នក់ភ្លើងដែលបង្កឡើងដោយសង្គ្រាមនេះវាបានធ្វើឲ្យប្រជាជនកូរ៉េបានធ្លាក់ខ្លួនចូលទៅក្នុងភាពក្រីក្រប្រទេសជាច្រើននៅក្នុងឆាកអន្តរជាតិបានសម្លឹងមើលមកកាន់ប្រទេសនេះថាជាប្រទេសមួយដែលក្រីក្រដែលសេដ្ឋកិច្ចពិបាកនឹងងើបឡើងមកវិញបើទោះបីជាប្រើពេលរយៈពេល100ឆ្នាំនៅក្នុងការស្ដារមកវិញក៏ដោយទោះយ៉ាងណាក៏ដោយនៅក្នុងសតវត្សឆ្នាំ1960ក្រោមការដឹកនាំរបស់ប្រធានាធិបតីផាក់ជុងហ៊ីប្រទេសកូរ៉េខាងត្បូងគឺបានអនុវត្តនូវយុទ្ធសាស្ត្រដ៏ខ្លាំងក្លាមួយដែលយុទ្ធសាស្ត្រនេះបង្កើតឡើងដើម្បីស្ដារនូវសេដ្ឋកិច្ចរបស់ខ្លួនចេញពីភក់ជ្រាំនៃភាពក្រីក្រដោយត្រូវបានគេដាក់ឈ្មោះថា The Miracle on the Han River ឬក៏អភូតហេតុទន្លេហានដែលត្រូវបានដាក់ស្នើឡើងនៅក្នុងឆ្នាំ1961និងបានដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ1962នៅក្នុងការអនុវត្តយុទ្ធសាស្ត្រនេះកូរ៉េខាងត្បូងគឺបានប្រើប្រាស់ជំនួយពីបរទេសជាចម្បងហើយជាពិសេសគឺសហរដ្ឋអាមេរិកនិងក្រោយមកទៀតគឺបានធានាប្រាក់កម្ចីពីអន្តរជាតិហើយមូលនិធិទាំងនេះគឺបានបញ្ចូលទៅក្នុងការវិនិយោគប្រកបដោយផលិតភាពនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពឧស្សាហកម្មដោយចាប់ផ្ដើមជាដំណាក់កាលគឺដំបូងផ្ដោតទៅលើឧស្សាហកម្មធុនស្រាលសំខាន់ៗដូចជាវីណាភ័ណ្ឌហើយបន្ទាប់មកនៅក្នុងទសវត្សរ៍ឆ្នាំ1970គឺបដូរទៅឧស្សាហកម្មធុនធ្ងន់វិញដូចជាដែកនិងការសាងសង់កប៉ាល់និងគីមីអីជាដើមបន្ទាប់មកនៅទសវត្សរ៍ឆ្នាំ1980រថយន្តនិងគ្រឿងអេឡិចត្រូនិករបស់ប្រទេសកូរ៉េខាងត្បូងគឺបានចូលទៅក្នុងទីផ្សាររថយន្តពិភពលោកដែលមានម៉ាកល្បីៗដូចជា Hyundai និង Kia ជាដើមរដ្ឋាភិបាលក៏បានផ្សព្វផ្សាយនិងលើកកម្ពស់ការនាំចេញយ៉ាងសកម្មនៅទំនិញរបស់កូរ៉េខាងត្បូងទៅលើទីផ្សារអន្តរជាតិនិងផ្ដល់ការលើកទឹកចិត្តទៅដល់ក្រុមហ៊ុនដែលបានសម្រេចតាមគោលដៅនិងបានវិនិយោគយ៉ាងច្រើននៅក្នុងការអប់រំដើម្បីបង្កើនកម្លាំងពលកម្មជំនាញដែលទាំងអស់នេះហើយគឺជាមូលហេតុចម្បងដែលនាំទៅដល់ការបង្កើតនិងការលូតលាស់របស់ Chaebol អញ្ចឹងតើ Chaebol គឺជាអ្វី Chaebol គឺជាក្រុមហ៊ុនសាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារធំៗដែលជាម្ចាស់អាជីវកម្មហើយពាក់ព័ន្ធជាច្រើននៅទូទាំងវិស័យផ្សេងៗគ្នាដូចជាក្រុមហ៊ុន Samsung បង្កើតឡើងនៅក្នុងឆ្នាំ1938ដែលស្ថិតនៅក្នុងវិស័យអេឡិចត្រូនិកសំណង់ហិរញ្ញវត្ថុនិងជីវបច្ចេកវិទ្យាក្រុមហ៊ុន Hyundai បង្កើតឡើងនៅក្នុងឆ្នាំ1947ស្ថិតនៅក្នុងវិស័យរថយន្តសំណង់ការកសាងនាវាក្រុមហ៊ុន LG បង្កើតឡើងនៅក្នុងឆ្នាំ1947ស្ថិតនៅក្នុងវិស័យអេឡិចត្រូនិកគីមីនិងទូរគមនាគមន៍ក្រុមហ៊ុន SK Group បង្កើតឡើងនៅក្នុងឆ្នាំ1953ដែលស្ថិតនៅក្នុងវិស័យថាមពលទូរគមនាគមន៍និងអេឡិចត្រូនិកនិងក្រុមហ៊ុន Lotte បង្កើតឡើងនៅក្នុងឆ្នាំ1967ស្ថិតនៅក្នុងវិស័យអាហារការលក់រាយសំណង់និងសារធាតុគីមីក្រុមហ៊ុនទាំងអស់នេះហើយដែលគេស្គាល់ថាជា Chaebol ដែលជាក្រុមហ៊ុនឯកជនដ៏ធំនិងច្រើនតែជាក្រុមហ៊ុនគ្រួសារដ៏មានឥទ្ធិពលខ្លាំងដែលប្រឡូកនៅក្នុងវិស័យជាច្រើននិងជាម៉ាស៊ីនបញ្ជាដ៏ធំបំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងទោះជាយ៉ាងណាក៏ដោយអភូតហេតុទន្លេហាននៅតែជាភស្តុតាងនៃភាពអត់ធន់ការមើលឃើញឆ្ងាយនិងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍កូរ៉េខាងត្បូងបានបំលែងខ្លួនពីប្រទេសក្រីក្រក្រោយសង្គ្រាមមកជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងមានបច្ចេកវិទ្យាឈានមុខហើយប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំហើយអត្ថប្រយោជន៍នេះគឺបានជំរុញឲ្យពិភពលោកកោតសរសើរនិងយកទៅធ្វើជាគំរូសិក្សាសម្រាប់ការអភិវឌ្ឍប្រទេសជាតិជាក់ស្ដែងដោយខ្ញុំបាននិយាយខាងលើនេះការអភិវឌ្ឍការស្ដារសេដ្ឋកិច្ចមួយគឺមិនមែនកើតឡើងក្នុងរយៈពេលតែមួយយប់នោះទេប៉ុន្តែវាស្ដែងចេញពីការសហការគ្នារវាងរដ្ឋាភិបាលនិងប្រជាជនផ្ទាល់និងគូផ្សំជាមួយនឹងទំនាក់ទំនងការទូតដ៏ល្អរបស់ប្រទេសកូរ៉េខាងត្បូងផងដែរអញ្ចឹងវីដេអូមួយនេះមិនមែនជាវីដេអូលម្អិតអីនោះទេវាគ្រាន់តែជាវីដេអូសង្ខេបខ្លះៗអំពីប្រធានបទដែលខ្ញុំបានស្រាវជ្រាវពីរបៀបដែលប្រទេសកូរ៉េខាងត្បូងបានក្រោកចេញពីផេះនៃភ្លើងសង្គ្រាមហើយងើបឡើងធ្វើជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីបានមើលវីដេអូបន្តទៀតហើយអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ